បណ្ដុំចម្រៀងចូលឆ្នាំខ្មែរពីរោះដែលខ្ញុំចូលចិត្តជាងគេនៅក្នុងឆ្នាំ2025នេះហើយខ្ញុំគិតថាជាចម្រៀងដែលផលិតបានល្អជាងគេផងដែរនៅក្នុងឆ្នាំនេះតោះចង់ដឹងថាមានបទអ្វីខ្លះនោះសូមមកទស្សនាវីដេអូនេះទាំងអស់គ្នាឆ្នាំនេះសំណាងអស្ចារ្យបានឃើញទេវតាយាងចុះមកលេងរំវងបទចម្រៀងចូលឆ្នាំខ្មែរដែលខ្ញុំលើកយកមកនិយាយនៅក្នុងវីដេអូនេះគឺខ្ញុំផ្ដោតទៅលើចំណុចសំខាន់មួយចំនួនដូចជាចង្វាក់ភ្លេងអត្ថន័យនៅក្នុងបទចម្រៀងក៏ដូចជា MV ផងដែរហើយនេះគឺជាការយល់ឃើញក៏ដូចជាទស្សនៈរបស់ខ្ញុំបាទទេប្រសិនបើខុសឆ្គងត្រង់ប្រការណាមួយនោះក៏សូមអធិស្ឋានទុកជាមុនផងដូច្នេះចង់ដឹងថាមានបទអ្វីខ្លះនោះតោះមកដឹងទាំងអស់គ្នាបទចម្រៀងចូលឆ្នាំខ្មែរក្នុងឆ្នាំ2025ដែលខ្ញុំលើកយកមកនិយាយមុនគេនេះគឺបទចម្រៀងព្រះនាងរំវងដែលច្រៀងដោយលោកមុំពេជ្ជរិទ្ធនិងព្រះនាងនរោត្តមចេនណាសម្រាប់ខ្ញុំមូលហេតុដែលខ្ញុំចូលចិត្តបទនេះជាងគេគឺដោយសារតែទី1ប្រភេទចង្វាក់រំវងដែលប្រគំដោយឧបករណ៍ភ្លេងខ្មែរជាច្រើនលាយបញ្ចូលគ្នាដែលស្ដាប់ទៅគឺពីរោះរណ្ដំខ្លាំងមែនទែនហើយចំណុចទី2នោះគឺការផលិត MV បើនិយាយអំពីការផលិត MV វិញគឺធ្វើបានល្អខ្លាំងនៅក្នុងនោះបាទរំលែកឲ្យឃើញពីប្រពៃណីទំនៀមទម្លាប់ផ្សេងក៏ដូចជាល្បែងរបាំប្រជាប្រិយខ្មែរយើងជាច្រើនប្រភេទបានលាយបញ្ចូលគ្នានៅក្នុង MV មួយនេះដែលខ្ញុំគិតថាចាយលុយក៏បន្តិចនោះដែរដែលគេសម្រាប់សម្រាំងទៅលើគុណភាពខ្លាំងមែនទែនហើយអ្វីដែលសំខាន់នោះគឺអត្ថន័យនៅក្នុងបទចម្រៀងមួយនេះគឺល្អខ្លាំងដែលធ្វើឲ្យខ្ញុំស្ដាប់ទៅហាក់បានឆ្លងសម័យកាលទៅសម័យសង្គមរាស្ត្រនិយមដែលជាសម័យមួយតន្ត្រីក៏ដូចជាភាពយន្តខ្មែរយើងមានការរីកចម្រើនខ្លាំងមែនទែនហើយចង្វាក់ប្រភេទនេះគឺខ្ញុំកម្រឮនៅក្នុងសម័យកាលបច្ចុប្បន្នដែលខ្ញុំសូមសរសើរទៅដល់លោកមុំពេជ្ជរិទ្ធក៏ដូចជាក្រុមការងាររបស់គាត់ទាំងអស់គ្នាដែលធ្វើបទចម្រៀងនេះបានល្អខ្លាំងមែនទែនចុះមកដល់បទទី2វិញតើបងប្អូនគិតថាជាបទណាដែរសម្រាប់ខ្ញុំបទនេះក៏ស្ថិតនៅក្នុងចំណោម top ដែលខ្ញុំចូលចិត្តដែរនោះគឺបទចម្រៀងមួយបទដែលមានចំណងជើងថាចាក់កលេចតូចដែលច្រៀងដោយនាងសុគន្ធនិសានិងកញ្ញារ៉ូលីនសម្រាប់អ្នកខ្លះគាត់គិតថាបទចម្រៀងនេះដូចជាមិនសូវជាមានអត្ថន័យឬមួយក៏គាត់គិតថាបទរៀងបែកស្លុយអញ្ចឹងទៅសម្រាប់ខ្ញុំគឺ no បទនេះគឺល្អមែនទែនសម្រាប់ការរួមលេងកម្សាន្តនៅក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើងនៅក្នុងឆ្នាំ2025នេះគឺដោយសារតែស្ដាប់ទៅសប្បាយកម្សាន្តអារម្មណ៍បែបកំប្លែងហើយបើនិយាយអំពីបទភ្លេងវិញក៏ពីរោះដែរដែលមានឧបករណ៍ភ្លេងខ្មែរលាយបញ្ចូលជាមួយនឹងភ្លេងសម័យស្ដាប់ទៅពីរោះហើយអ្វីដែលសំខាន់ MV ចេញមកគឺបែបកំប្លែងកម្សាន្តអារម្មណ៍បងប្អូនត្រូវចាំថាអញ្ចេះសម្រាប់បទប្រជាប្រិយគឺគេអត់សូវផ្ដោតសំខាន់លើអត្ថន័យខ្លាំងទេសំខាន់ឲ្យតែបងប្អូនស្ដាប់ទៅសប្បាយកម្សាន្តអារម្មណ៍ហើយអាចរួមលេងកម្សាន្តបានសម្រាប់បទនេះគឺខ្ញុំចូលចិត្តមែនទែនស្ដាប់ម្ដងក៏មិនធុញដែរចុះមកដល់បទទី3វិញគឺជាចម្រៀងមួយបទដែលកំពុងតែមានប្រជាប្រិយភាពខ្លាំងមែនទែននៅក្នុងពិធីបុណ្យចូលឆ្នាំថ្មីក្នុងឆ្នាំ2025នេះគឺជាចម្រៀងមួយបទដែលច្រៀងដោយលោកទេពពិសិដ្ឋមានចំណងជើងថាអោកំមុំបងអើយសម្រាប់បទនេះគឺអត្ថន័យក៏ល្អចង្វាក់ភ្លេងក៏ពីរោះសម្រាប់ទឹកដមសំឡេងវិញគឺពីរោះខ្លាំងតែម្ដងបទនេះគឺលោកទេពពិសិដ្ឋក៏ច្រៀងបទបែបសេតក៏ប៉ុន្តែទៅជាចង្វាក់បែបប្រជាប្រិយជាចង្វាក់កន្ទ្រឹមរៀបរាប់អំពីស្នេហាបែបស្រុកស្រែដែលខាងស្រីគេទៅធ្វើការនៅក្នុងទីក្រុងភ្នំពេញអីចឹងទៅសម្រាប់បទទី4វិញខ្ញុំមិនដឹងថាតើបងប្អូនគិតដូចខ្ញុំដែរអត់ទេគឺបទចម្រៀងមួយបទដែលមានចំណងជើងថា2លានបានហើយសម្រាប់ខ្ញុំគាត់គឺជាតារាចម្រៀងមួយរូបដែលខ្ញុំទើបតែស្គាល់ថ្មីនេះទេគឺដោយសារតែបទនេះតែម្ដងហើយសម្រាប់បទនេះនៅក្នុងឆ្នាំ2025ខ្ញុំគិតថាជាបទចម្រៀងមួយដែលល្អដែរដោយសារតែអត្ថន័យនៅក្នុងបទចម្រៀងយើងស្ដាប់ទៅប្លែករៀងកំប្លែងក៏ប៉ុន្តែវាបង្ហាញអំពីលទ្ធភាពនៅក្នុងការចូលស្ដីដណ្ដឹងកូនកំមុំគេសម្រាប់ប្រុសនៅក្នុងសម័យឥឡូវដែលគាត់ពិបាករកលុយគាត់មានលទ្ធភាពធ្វើតែ2លានអញ្ចឹងទៅបទចម្រៀងបទនេះគឺពីរោះអត្ថន័យក៏ល្អចង្វាក់ភ្លេងក៏ពីរោះហើយការថតបែបសាមញ្ញទេសភាពបែបស្រុកស្រែអញ្ចឹងទៅសម្រាប់ខ្ញុំគឺខ្ញុំចូលចិត្តទាំងទៅលើបទភ្លេងក៏ដូចជាអត្ថន័យនៅក្នុងបទចម្រៀងជាពិសេសគឺទឹកដមសម្លេងរបស់គាត់ស៊ីជាមួយនឹងបទនេះខ្លាំងតែម្ដងសម្រាប់បទនេះគឺច្រៀងដោយលោកសួរបុត្ររិទ្ធីហើយប្រសិនបើខ្ញុំហៅឈ្មោះគាត់ខុសសូមអធិស្ឋានផងដោយសារតែខ្ញុំទើបតែស្គាល់គាត់ដែរទេបាទចំណែកបទទី5ដែលខ្ញុំលើកយកមកនិយាយជាបន្តនេះគឺជាចម្រៀងមួយបទដែលមានចំណងជើងថាចាយចង់ដែលច្រៀងដោយតារាល្បីៗ3រូបចូលគ្នាតែម្ដងដែលនៅក្នុងនោះមានដូចជាលោកវ៉ាន់ដាលោកវ៉ាន់ថាន់លោកនរិទ្ធនៅក្នុងប្រតិកម្មបារមីសម្រាប់បទនេះក៏ជាបទចម្រៀងមួយដ៏ល្អផងដែរនៅក្នុងឆ្នាំ2025នេះមិនថាតែទៅលើចង្វាក់ភ្លេងបែបកន្ទ្រឹមការសម្ដែង MV ទាំង3នាក់រួមគ្នាហើយក៏ដូចជាសំឡេងរបស់ពួកគាត់គឺស្ដាប់ទៅចូលគ្នានឹងពីរោះប្លែកសម្រាប់ការរួមលេងកម្សាន្តចូលមកដល់បទទី6ដែលជាបទចុងក្រោយដែលខ្ញុំលើកយកមកនិយាយនៅក្នុងវីដេអូនេះបងប្អូនសាកទាយមើលថាខ្ញុំនិយាយអំពីបទណាដែរបទនោះគឺមានចំណងជើងថាខ្មែរ Vibe នៅក្នុងប្រតិកម្ម Galaxy ដែលច្រៀងដោយអុកញ៉ាខេមរៈសេរីមុនរួមជាមួយនឹងលោក Tempo មូលហេតុដែលខ្ញុំចូលចិត្តបទនេះគឺដោយសារតែទី1ចង្វាក់ភ្លេងស្ដាប់ទៅគឺធ្ងន់ល្អពីរោះហែបខ្លាំងតែម្ដងដែលគេ mix ចូលគ្នារវាងឧបករណ៍តន្ត្រីខ្មែរយើងជាមួយនឹង
ភ្លេងសម័យស៊ីគ្នាខ្លាំងហើយអត្ថន័យក៏អែមក៏លយដែរដែលបង្ហាញអំពីបទបែបសម័យទំនើបបទបែប hip hop ហើយចំពោះការបង្កើត MV វិញគឺបានល្អដែលគេសម្ដែងនៅទីតាំងផ្សេងៗគ្នាហើយប្លែកការផលិត MV ចេញមកគឺមានគុណភាពខ្ពស់សម្រាប់បទនេះគឺយើងអាចរួមលេងកម្សាន្តជាចង្វាក់ញាក់កត្រាអារម្មណ៍អញ្ចឹងទៅនេះគឺជាបទចម្រៀងចូលឆ្នាំខ្មែរទាំង6ដែលខ្ញុំគិតថាពីរោះនិងផលិតបានល្អនៅក្នុងឆ្នាំ2025នេះប៉ុន្តែខ្ញុំសូមបញ្ជាក់ម្ដងទៀតថានេះគឺជាទស្សនៈការយល់ឃើញរបស់ខ្ញុំទេប្រសិនបើបងប្អូនគិតថាមានបទណាដែលល្អផ្សេងទៀតក៏អាចចូលរួម comment ក៏ដូចជាការបញ្ចេញមតិនៅក្នុងវីដេអូនេះបានផងដែរនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះខ្ញុំបាទសូមជូនពរដល់ពុកម៉ែបងប្អូនយើងធ្វើដំណើរកម្សាន្តទាំងទីជិតទាំងទីឆ្ងាយសូមប្រកបដោយសុខសុវត្ថិភាពទាំងអស់គ្នាខណៈនេះខ្ញុំបាទចន្ទរារិទ្ធសូមអរគុណនិងសូមជម្រាបលា